សូមជម្រាបសួរបងប្អូនសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីវីតាមីនទាំង8ដែលអាចព្យាបាលជំងឺមុនបានវីតាមីនទាំង8នេះវាអាចជួយព្យាបាលអ្នកកើតមុនវីតាមីនទាំងអស់នេះភាគច្រើនមានក្នុងផលិតផលថែស្បែក Skin Care និងមានក្នុងអាហារបំប៉នផងដែរ1. វីតាមីន A វាសម្បូរក្នុងបន្លែដែលមានពណ៌ឆើតស្រស់ៗអាចរកបានក្នុង Skin Care មួយចំនួនដែលមានឈ្មោះផ្សេងដូចជា Retinol ឬ Adapalene មុខងារសំខាន់វាគឺផលិតកោសិកាថ្មីៗនិង Collagen និងការពារស្បែកពីភាពចាស់ 2. វីតាមីន B5 Panthenol ឈ្មោះក្នុង Skin Care វាជា Panthenol វាមានសមត្ថភាពផ្ដល់សំណើមនិងព្យាបាលស្បែកខូចខាតស្បែករលាក 3. វីតាមីន B6 វាសំខាន់ក្នុងការបង្កើតកោសិកាថ្មីការពារមុនអរម៉ូនការរលាកនិងឡើងក្រហម 4. ស័ង្កសីវាសំខាន់ក្នុងដំណើរការផលិត Collagen ក្នុងរាងកាយជួយដល់ Metabolism និងព្យាបាលស្បែកដែលខូចខាតដោយសាររលាកមុនផ្សេងៗ 5. Selenium វាមានមុខងារសំខាន់ក្នុងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងបាក់តេរីផ្សេងៗប្រឆាំងការរលាកជួយការផលិត Glutathione 6. វីតាមីន D វារក្សាតុល្យភាពស្បែកមិនឲ្យកើតបញ្ហាផ្សេងៗពង្រឹងស្បែកនិងប្រព័ន្ធពង្រឹងការពាររាងកាយនិងព្យាបាលរលាកក្រហម 7. វីតាមីន C វាអាចផ្សះស្នាមមុនរក្សា Collagen និងបង្កើត Collagen ថ្មីឲ្យស្បែកតឹងណែនឲ្យស្បែកភ្លឺថ្លាស្អាត 8. វីតាមីន B3 Niacinamide វាការពារមិនឲ្យកើតមុនថ្មីគ្រប់គ្រងខ្លាញ់លើមុខជួយដល់រន្ធញើសធ្វើឲ្យស្បែកភ្លឺនិងអាចព្យាបាលជាំអាចរុយសូមអរគុណបងប្អូនសម្រាប់ការស្ដាប់ពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ